មកដល់ដំណាក់កាលទី3នេះគឺយើងត្រូវបង្រៀនកូនយើងឲ្យស្គាល់ពីការមើលលេខដែលគួរបង្កត់ចុះឬបង្កត់ឡើងឥឡូវយើងមើលលេខដែលត្រូវបង្កត់ចុះសិនអញ្ចឹងមានន័យថាពេលដែលយើងមើលលេខបង្កត់ចុះគឺយើងមើលលើលេខដែលយើងគូរបន្ទាត់ពីក្រោមអញ្ចឹងបើសិនជាលេខដែលយើងគូរបន្ទាត់ពីក្រោមគឺជាលេខ0ឬជាលេខ1ឬជាលេខ2ឬជាលេខ3ឬក៏ជាលេខ4មានន័យថាយើងត្រូវបង្កត់ចុះមានន័យថាលេខដែលយើងគូសក្នុងរង្វង់គឺមិនប្រែប្រួលនោះទេបើគេសរសេរលេខអីគឺនៅតែរក្សាទុកលេខនឹងដដែលឧទាហរណ៍លេខ7265លំហាត់នេះគេតម្រូវឲ្យយើងបង្កត់ត្រឹមខ្ទង់ពាន់អញ្ចឹងលេខដែលយើងគូរបន្ទាត់ពីក្រោមឥឡូវនេះគឺលេខ2លេខ2គឺជាការតម្រូវឲ្យយើងបង្កត់ចុះនៅពេលដែលយើងបង្កត់ចុះគឺបង្កត់លេខដែលនៅក្នុងរង្វង់ខាងនេះវិញការបង្កត់ចុះមិនមែនចុះលេខនឹងថយជាងមុនទេគឺត្រូវតែរក្សាទុកដដែលអញ្ចឹងបើវាជាលេខ7យើងនៅតែរក្សាទុកលេខ7ដដែលឯលេខដែលនៅខាងក្រោយលេខដែលយើងគូសរង្វង់នឹងក្លាយទៅជាលេខ0ទាំងអស់អញ្ចឹងចម្លើយរបស់វាគឺ7000ឥឡូវនេះយើងមកមើលពីលេខដែលយើងត្រូវបង្កត់ឡើងម្ដងលេខដែលយើងត្រូវបង្កត់ឡើងបើសិនជាលេខដែលយើងគូសបន្ទាត់ពីក្រោមគឺជាលេខ5ឬលេខ6ឬលេខ7ឬក៏លេខ8ឬក៏ជាលេខ9មានន័យថាលេខដែលយើងគូសក្នុងរង្វង់គឺត្រូវបង្កត់ឡើងត្រង់ចំណុចនេះគឺឡើងមួយលេខយើងដំឡើងលេខដែលនៅក្នុងរង្វង់ហ្នឹងគឺឡើងមួយលេខឧទាហរណ៍2438ពេលនេះលេខដែលយើងគូសបន្ទាត់ពីក្រោមគឺជាលេខ8លេខ8ធ្វើឲ្យមានការបង្កត់ឡើងពេលដែលបង្កត់ឡើងគឺឡើងលេខដែលនៅក្នុងរង្វង់អញ្ចឹងលេខនៅក្នុងរង្វង់ពេលនេះគឺលេខ3អញ្ចឹងវានឹងក្លាយទៅជាលេខ4ឡើងមួយលេខក្លាយទៅជាលេខ4ហើយលេខដែលនៅខាងក្រោយលេខដែលនៅក្នុងរង្វង់នឹងក្លាយទៅជាលេខ0ទាំងអស់អញ្ចឹងនៅពេលដែលយើងសរសេរចម្លើយគឺយើងសរសេរតែលេខដែលយើងគូសចំណាំប្រែប្រួលទេលេខផ្សេងនៅខាងមុខនេះលេខ2លេខ4នេះគឺយើងនៅតែសរសេរធម្មតាដដែលយើងសរសេរវាដដែលតែលេខដែលប្រែប្រួលពេលនេះគឺលេខ3ក្លាយទៅជាលេខ4ឯលេខ8ក្លាយទៅជាលេខ0នេះគឺជាចម្លើយនៃការបង្កត់លេខរបស់យើង